គឺការត្រូវយល់ដឹងខ្លួនឯងដើម្បីបន្សាបនៅពុទ្ធពលរបស់អ្នកទាំងឡាយដែលបំបត្តិមិនមានឧបេក្ខានៅក្នុងខ្លួននោះត្រូវតែខំប្រឹងធ្វើខ្លួនយើងនេះជាគំរូណានេះចាធ្វើជាគំរូមិនទៅត្រូវដឹងថាយើងត្រូវព្យាករក្នុងជីវិតនោះលោកគ្រូបានទទួលនៅអវ៉ាតែជាលោកគ្រូមានល្អលោកមានប្រសពនៃការខានៅពេលដែលភ្លើងភ្លឺកំពុងតែចាស់ចង់មនុស្សទាំងឡាយសប្បាយចិត្តប្រឯងប្រអើតជាមួយពណ៌សម្បុរឬក៏ជាមួយនឹងពន្លឺទាំងអស់នោះយ៉ាងពេញចិត្តទន្ទឹមនឹងការប្រឹងប្រែងសប្បាយមិនមែនជាកំហុសប៉ុន្តែបែរជាមានបន្ទិលនិងបង្កើតចលាចលនៅពេលដែលភ្លើងដាច់នៅពេលដែលងងឹតអញ្ចឹងមានន័យថាក្នុងជីវិតរបស់យើងកំពុងតែខ្លាំងកំពុងតែប្រកាយកំពុងតែងាប់អត់បានគិតពីអនាគតខ្លួនឯងអត់បានគិតពីអនាគតខ្លួនឯងត្រូវបំរុងធ្វើអត់បានគិតអំពីទីណាមួយពេលណាមួយកន្លែងណាមួយដែលយើងត្រូវទៅដល់ចំណុចទី2គឺជាការភ្លេចគិតអំពីភ្លើងដាច់តែយើងសប្បាយចិត្តនឹងភ្លើងយើងទៅគិតពីចម្ងាយភ្លើងមិនមែនប៉ុន្តែពេលភ្លើងនឹងហើយដែលយើងត្រូវគិតថាតើត្រូវធ្វើអីជាកុសលតើត្រូវធ្វើអីជាពលល្អដើម្បីពេលដែលភ្លើងដាច់តែយើងត្រូវមានអីដើម្បីភ្លើងទៅទៀតនៅក្នុងជីវិតមនុស្សទាំងអស់ភ្លេចជានិច្ចវិលវល់ទៅជាមួយបច្ចុប្បន្នកាលដែលមិនបានគិតពីអនាគតទេដែរមិនវិលវល់ជាមួយនឹងអតីតកាលដើម្បីញោមញីបច្ចុប្បន្នកាលដែលខ្លួនអាចចំណាយទី2គឺមិនជួយគ្រប់គ្រងអ្វីដែលល្អនៅពេលបច្ចុប្បន្នកាលទេណែអត់ជួយគ្រប់គ្រងទេឃើញល្អហើយមិនថាល្អទេហើយមិនយកចិត្តទុកដាក់ទេប៉ុន្តែអារឿងមួយទៀតដែលគូកំពុងនិយាយនេះគឺអនាគតកាលគឺយើងអត់ដែលបានគិតត្រៀមពីអនាគតកាលរបស់ខ្លួនឯងទៅធ្វើអីពេលបច្ចុប្បន្នកាលនេះទៅទេយើងបែរជាភ្លេចខ្លួនពេលគឺយើងសប្បាយពេលខ្លាំងយើងសប្បាយប៉ុន្តែភ្លេចគិតអំពីអ្វីកើតឡើងលោកគ្រូនិយាយឡើងវិញកំពុងតែមានសន្តិភាពយើងសប្បាយចិត្តនឹងសន្តិភាពដើរហើយជប់ទាំងថ្ងៃទៅទីណាក៏បានអីក៏បានអញ្ចឹងតែប៉ុន្តែមានបានគិតទេបើសិនជាមានសង្គ្រាមផ្ទុះឡើងកើតឡើងដោយចែកដងដោយកណ្ដាប់ទេសៈណាដោយវិបត្តិណាគាត់ឃើញនៅអ៊ីស្រាអែលនិងប៉ាឡេស្ទីនកូនឃើញនៅរុស្ស៊ីហើយនៅអ៊ុក្រែនកូនឃើញនៅតំបន់មជ្ឈិមបូព៌ាកូនឃើញនៅគឺនៅតំបន់ជួរស្រួលខាងបូកនៅទីចិនយើងឃើញអំពីវិបត្តិទាំងឡាយដែលគូគឺនៅអាហ្វ្រិកហើយក៏យើងឃើញវិបត្តិទាំងឡាយដែលកើតឡើងនៅកោះតាឡាឡើងតែមកមិនសិនតែរឿងមួយដែលចាប់ផ្ដើមបំភ្នូលនៃគំនិតដែលយើងទៅគិតថាយើងកំពុងតែមានសន្តិភាពសម្រាប់ទឹកដី 181,035 គីឡូម៉ែត្រក្រេមិនមែនប៉ុន្តែយើងតែគិតទេថាបើសិនជាមានរឿងកើតឡើងតែយើងទៅធ្វើមិនយើងទៅដោះស្រាយយ៉ាងម៉េចអញ្ចឹងបានតែយើងត្រូវពិចារណាជាមួយគ្នាយើងកុំឲ្យភ្លេចអនាគតកាលកុំភ្លេចការគិតអំពីអនាគតកាលដែលយើងនឹងដើរទៅដល់ទីណាមួយកុំចាំដល់ទៅដល់បានយើងគិតតែខ្លះនិយាយថាហើយបាច់គិតចាំដល់ពេលនេះចាំគិតទៀតនេះគឺជាគំនិតរយៈទេអត់ជ្រៅគំនិតនេះរយៈទេចាំដល់ចាំគិតទៀតរយៈណាគំនិតនេះមិនមែនជាគំនិតដើម្បីអនាគតនឹងស្លាប់ទេជាគំនិតដែលដើរទៅរកមរណៈដែលមានភាពអន្តការគំនិតរបស់ជាពលទាំងអស់នេះត្រូវយកចិត្តទុកដាក់គិតថាបើខ្លួនឯងខ្លាចទៅជាអ្នកដឹកនាំខ្លាចទៅជាមេគឺជាអ្នកដែលខំប្រឹងទ្រទ្រង់នៅអ្វីទាំងអស់ត្រូវដឹងថាបើយើងចង់ធ្វើជាឆាប់ដើម្បីឲ្យគេជ្រោកយើងត្រូវដឹងថាខ្លួនឯងប៉ះថ្ងៃក្តៅប៉ះភ្លៀងប៉ះទឹកប៉ះខ្យល់ដូចនេះមែនអញ្ចឹងយើងត្រូវដឹងខ្លួនអញ្ចឹងបានយើងយកឆន្ទៈយើងទៅប្រើហើយយើងមានចំណែកឧបេក្ខានៅពេលដែលយើងបានឲ្យគេបានប្រលប់យើងសប្បាយអ្នកទាំងឡាយបានប្រលប់ពីខ្ញុំសប្បាយណាស់ពេលដែលអ្នកបានសេចក្តីសុខក៏តែយើងអត់មានចិត្តចំណាយទេយើងសប្បាយប៉ុន្តែយើងទ្រាំទ្រតទៅទៀតដើម្បីធ្វើខ្លួនជាអ្នកធ្វើពលល្អយកកុសលតតែអញ្ចឹងអបអររបស់ព្រះអង្គគុណព្រះអង្គដែលគ្រូបានជួបនៅក្នុងព្រៃនោះលោកបានមានសន្និកាបែបនេះជាមួយនឹងលោកខាឡើងដាំស្វាយពិបាកប៉ុណ្ណាចុះពេលធ្លាក់ទៅលើដើមស្វាយវិញក៏ពិបាកប៉ុណ្ណាទាំងអស់នោះគឺសុទ្ធតែជាកម្មបត្តិ
ដែលយើងទាំងអស់គ្នាត្រូវពិចារណាទាំងពិបាកទាំងឡាយទាំងពិបាកទាំងធ្លាក់ហើយយើងបានគិតទេមិនយើងគ្រាន់តែចង់ឡើងទេប៉ុន្តែយើងក៏ត្រូវគិតថាបើសិនជាធ្លាក់យ៉ាងម៉េចចឹងដល់យើងប្រយ័ត្នពេលឡើងត្រូវប្រយ័ត្នពេលទៅដល់ចុងស្វាយដើមថ្លៃនេះក៏ត្រូវប្រយ័ត្នគ្រប់ពេលទាំងអស់ដើម្បីកុំឲ្យយើងជួបប្រទះនឹងការលំបាកនៃការធ្លាក់អញ្ចឹងលោកគ្រូគុណធម៌ទាំងឡាយដែលយើងធ្វើបានប្រមាណហ្នឹងយើងខំប្រឹងធ្វើបន្តហើយយើងខំប្រឹងថែរក្សាឲ្យបានល្អដើម្បីកិត្តិយសកិត្តិយសដែលយើងកំពុងតែមានលោកឯងនេះគឺភាពមានបាននៃកុសលភាពមានបាននៃទានភាពមានបាននៃអំពើល្អដែលយើងមានហើយត្រូវព្រៀបជាទៅថាយើងប្រកបជាធ្វើបានបន្តជីវិតថ្ងៃនេះធ្វើបានមួយជីវិតថ្ងៃស្អែកធ្វើបានពីរនិងបន្តនេះទៅធ្វើបានច្រើននេះជាអ្វីដែលគ្រូចង់ឲ្យខ្លួនឯងជាទុកដាក់អញ្ចឹងពេលខ្លួនឯងឮអំពីបុគ្គលឬក៏បបចិត្តឬក៏សង្ឃឬក៏អ្នកណាក៏ដោយបើជាអំពើល្អសូមពុទ្ធអនុមោទនាយកអំពើល្អទៅប្រើប្រាស់ដើម្បីសន្តិភាពក្នុងជីវិតទៅក្នុងកម្រិតជនសាមញ្ញបានហើយមិនគួរគប្បីគិតពីអតីតកាលមិនគួរគប្បីចំណែកមិនគួរគប្បីស្ដាប់នៅអ្វីដែលមិនមែនជាតម្លៃសម្រាប់ការធ្វើពលល្អដោយជឿពីដោយជឿញុះញង់ដោយជឿបំផ្លាញទាំងឡាយបានហើយចាំជាមួយគ្រូទៅថាតើជនដែលបំផ្លាញមានប្រមាណអ្នកបើគ្រូនិយាយតិចអ្នកទេមិនច្រើនទេជនដែលជាស្ត្រូវនៃអំពើល្អតិចទេចុះហេតុអីបានជាអ្នកធ្វើអំពើល្អនោះលើសលប់បែរជានាំគ្នាលើកដៃសូមចុះចាញ់ជាមួយនឹងគូដែលធ្វើអំពើអាក្រក់បើមិនជំតិចទៅទីជាចំណែកដែលយើងត្រូវពិចារណាជាមួយគ្នាបើសិនជាយើងប្រកាន់គំនិតសាមញ្ញទាំង6របស់យើងបានល្អយើងនឹងមើលឃើញមនុស្សល្អច្រើនណាស់ណាបងណាអញ្ចឹងបើសិនខ្លួនឯងឃើញគេធ្វើល្អគាត់ឯងគិតថាអីគឺល្អសម្រាប់ពិភពទេវាល្អសម្រាប់ជាតិទេវាល្អសម្រាប់មនុស្សជាតិទេវាល្អសម្រាប់វប្បធម៌ទេវាល្អសម្រាប់អីទេសង្គមគ្រួសារយើងទេតែនោះហើយជាការវិនិច្ឆ័យហើយបើសិនលោកឯងឃើញល្អដាក់ទឹកបានល្អហើយលោកហើយគឺចំណុចដែលយើងត្រូវគ្រប់គ្រងនៅជាចំណុចដែលយើងត្រូវគិតនៅជាចំណុចដែលយើងត្រូវប្រចាំបានឡើយអូខេប៉ុណ្ណឹងមានអីសួរលោកគ្រូទៀតទេមានអីចង់ដឹងទៀតទេ